គ្រប់ជំរាបសួរពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសាជាថ្មីជាមួយនឹង Channel សំណាង Cooking បាទថ្ងៃនេះ Channel សំណាង Cooking មកចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើសម្លសម្លក់បាទថ្ងៃនេះបានសម្លសម្លក់ហូបបាយបាទគេថាជិបចប់ឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយបាទដោយសារមួយរយៈនេះគឺថារវល់ខ្លាំងមែនទែនជាមួយនឹងការងារបាទការងារវាមិនទៅធំដុំអីទេគាត់ថារវល់អត់មានពេលនៅក្នុងការធ្វើម្ហូបធ្វើសម្លដើម្បីញ៉ាំបាទបានតែក្រៀមក្រោះអញ្ចឹងថ្ងៃនេះបាទឆ្លៀតមែនទែនហើយនេះរៀងយប់បន្តិចហើយបាទឥឡូវក៏ចាប់ដើមធ្វើសម្លសម្លក់នេះញ៉ាំទៅហើយបានត្រីយកមកពីស្រុកបាទត្រីត្រប់ធំល្អណាស់ពុកម៉ែបងប្អូនបាទបន្លែថ្ងៃនេះបាទជិបចប់មកតិចដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងបាទគេថាអស់តែ 5000 ឯគត់ទេបាទហ្នឹងហើយតោះមកមើលពីរបៀបចម្អិនទាំងអស់គ្នាបាទងាយទេពុកម៉ែបងប្អូនបាទដាំទឹកឲ្យពុះទៅហើយមានស្លឹកគ្រៃបាទញីស្លឹកគ្រៃ 2-3 ស្លឹកទៅញីដើម្បីឲ្យវាឈ្ងុយបាទហើយបន្ទាប់មកពេលដែលទឹកពុះបាទយើងចាក់ជាមួយនឹងត្រីរបស់យើងចូលទៅហើយថ្ងៃនេះបានត្រីត្រប់បាទល្អណាស់ហើយមានកូនបកងមួយដែរបាទយើងចាក់ចូលទៅហើយជ្រុំប្រហុកហើយដាក់អំបិលប៊ីចេងស្ករតាមចំណង់ចំណូលចិត្តទៅបាទហើយបន្ថែមជាមួយនឹងទឹកត្រីបន្តិចទៀតទៅហើយយើងដាក់ល្ពៅចូលទៅបាទឥឡូវឃើញថាចិត្តឆ្អិនហើយពុកម៉ែបងប្អូនបាទឃើញថាល្ពៅរបស់យើងវារៀងចិត្តឆ្អិនល្មមដែរយើងបន្ថែមជាមួយនឹងផ្សិតសបាទផ្សិតសបន្តិចទៅហើយមុនហ្នឹងបាទភ្លេចដាក់អំបិលឥឡូវខ្ញុំបន្ថែមជាមួយនឹងអំបិលម៉ត់បាទថែមអំបិលម៉ត់បន្តិចហើយយើងដាក់បន្លែចូលទៅពុកម៉ែបងប្អូនបាទបន្លែខៀវបាទមានអីដាក់នឹងទៅពុកម៉ែបងប្អូនបាទចូលចិត្តអីដាក់បន្លែនឹងទៅបាទហើយថ្ងៃនេះខ្ញុំមានបន្លែ 2-3 មុខដែរបាទហើយជាចុងក្រោយគេបាទយើងដាក់ជាមួយនឹងផ្ទីទៅពុកម៉ែបងប្អូនបាទនេះផ្ទីដូងហើយនឹងមានស្អំបាទស្អំសម្រាប់ខ្ញុំបាទខ្ញុំកាត់តាគល់ចាស់វាចោលទេបាទហើយក៏អត់បេះដែរបាក់ដាក់វាទាំងអស់អញ្ចឹងពុកម៉ែបងប្អូនបាទដើម្បីងាយស្រួលនៅក្នុងការញ៉ាំហើយក៏វាឈ្ងុយណាស់ដែរបាទហើយហ្នឹងហើយសម្លយើងគឺថាឆ្អិនហើយនេះកូនបកងពុកម៉ែបងប្អូនបាទបានបកងមកគ្រាប់ដែរហ្នឹងបកងបឹងបាទធម្មជាតិសុទ្ធសាធតែម្ដងបាទឥឡូវឆ្អិនហើយសម្លរបស់យើងបាទរួចរាល់ហើយបើពុកម៉ែបងប្អូនមានជីមវងដាក់ជីមវងបន្តិចទៀតទៅចុងក្រោយបាទបងជីមវងតិចដើម្បីឲ្យវាឈ្ងុយបាទហើយពេលដែលដាក់ជីមវងឲ្យពុកម៉ែបងប្អូនហើយបាទថាក្លិនវិញឈ្ងុយជះហាមឡងផ្ទះ2ផ្ទះ3បាទហើយសម្លមួយមុខនេះគឺថាងាយហើយក៏ប៉ុន្តែរសជាតិរបស់វាគឺថាឆ្ងាញ់ណាស់ពុកម៉ែបងប្អូនហើយបាទអញ្ចឹងមិនថាម្ហូបណាម្ហូបណីអីមិនដឹងទេពុកម៉ែបងប្អូនបាទថាម្ហូបខ្មែរយើងបាទទៅដល់ទីណាក៏មិនភ្លេចដែរជាពិសេសនោះបាទម្ហូបអស់នេះគឺថារសជាតិរបស់វាឈ្ងុយឈ្ងប់ហើយក៏ឆ្ងាញ់អញ្ចឹងណាបាទក្រៅពីម្ហូបខ្មែរមិនថាម្ហូបអីពុកម៉ែបងប្អូនបាទយើងទទួលទានទៅឆាប់តលាន់ឆាប់អីចឹងណាបាទហ្នឹងហើយឥឡូវរួចរាល់ហើយដួសដាក់ចានមកពុកម៉ែបងប្អូនឃើញទេទំនងទេបាទហើយបើមានម្ទេសមួយគ្រាប់ពីរគ្រាប់អញ្ចឹងទៀតបាទហើយខ្ញុំចាំមិនភ្លេចទេបាទនៅក្មេងៗបាទឲ្យតែម៉ែគាត់ធ្វើសម្លហ្នឹងបាទឃើញថាឲ្យតែដល់ម៉ោងហូបបាយហ្នឹងគឺថាទៅដើរចុះទៅរកបេះម្ទេសបេះអីដើម្បីយកមកញិចជាមួយនឹងទឹកត្រីអញ្ចឹងណាបាទឥឡូវរួចរាល់ហើយពុកម៉ែបងប្អូនឃើញទេទំនងណាបាទហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនបាទបើយល់ថាវីដេអូនេះមានប្រយោជន៍បាទជួយ share ចែករំលែកបន្តផងបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតបាទ